ព្រះគម្ពីរជនគណនាចំពុកទី20រាជពួកកូនចៅអ៊ីស្រាអែលគឺជាពួកជំនុំទាំងអស់គ្នាក៏មកដល់ទីរហោស្ថានស៊ីននៅខែចែកហើយអាស្រ័យនៅត្រង់កាដេសឯម៉ារៀមនាងក៏ស្លាប់ហើយគេបញ្ចុះសពនាងនៅទីនោះទៅកន្លែងនោះគ្មានទឹកឲ្យពួកជំនុំផឹកសោះដូច្នេះគេក៏មូលគ្នាមកទោសនឹងម៉ូសេហើយនឹងអេរ៉ុនគេរករឿងឆ្លោះនឹងម៉ូសេថាសួរឲ្យយើងរាល់គ្នាបានស្លាប់ក្នុងការដែលបងប្អូនយើងស្លាប់នៅចំពោះព្រះយេហូវ៉ានោះចុះហើយអ្វីបានជាលោកនាំពួកជំនុំផងព្រះយេហូវ៉ាមកក្នុងទីរហោស្ថានឲ្យយើងត្រូវស្លាប់នៅទីនេះព្រមទាំងហ្វូងសត្វរបស់យើងផងដូច្នេះម្ដេចក៏លោកបាននាំយើងរាល់គ្នាចេញពីស្រុកអេស៊ីបមកក្នុងទីហិនហោចនេះធ្វើអីទីនេះមិនមែនជាកន្លែងដែលនឹងសាកព្រោះទឹកបានឬដែលមានលវាមានទំពាំងបាយជូរឬទទឹមទេសំបីតែទឹកផឹកក៏គ្មានផងឯម៉ូសេនិងអេរ៉ុនក៏ចេញពីពួកជំនុំទៅឯមាត់ទ្វារត្រសាជំនុំទម្លាក់ខ្លួនក្រាបផ្កាប់មុខចុះនោះសេរីល្អនៃព្រះយេហូវ៉ាលេចមកឲ្យឃើញហើយទ្រង់មានបន្ទូលនឹងម៉ូសេថាចូលយកដំបងរបស់ឯងហើយប្រជុំពួកជំនុំទៅគឺឯងនិងអេរ៉ុនជាបងឯងផងរួចបង្គាប់ដល់ថ្មដានៅមុខគេឲ្យមានទឹកចេញមកចុះនោះឯងនឹងបានរំទឹកឲ្យចេញពីថ្មមកឲ្យគេហើយដូច្នេះឯងនឹងឲ្យពួកជំនុំព្រមទាំងហ្វូងសត្វគេផឹកបានម៉ូសេក៏យកដំបងពីចំពោះព្រះយេហូវ៉ាដូចជាទ្រង់បានបង្គាប់មករួចលោកនិងអេរ៉ុនក៏ប្រមូលពួកជំនុំមកនៅមុខថ្មដាដោយពាក្យថាចូលស្ដាប់ចុះពួកបះបោអើយតើត្រូវឲ្យយើងធ្វើឲ្យទឹកចេញពីថ្មដានេះសម្រាប់អ្នករាល់គ្នាឬអីរួចម៉ូសេលើកដៃឡើងវាយថ្មនោះដោយដំបងអស់2ដងនោះក៏មានទឹកហូរចេញមកជាបរិបូរឯពួកជំនុំនិងហ្វូងសត្វគេក៏នាំគ្នាផឹកទៅតែព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេហើយនឹងអេរ៉ុនថាពីព្រោះឯងមិនបានជឿអញដើម្បីនឹងលើកអញជាបរិសុទ្ធចំពោះភ្នែកនៃពួកកូនចៅអ៊ីស្រាអែលដូច្នេះបានជាឯងនឹងនាំពួកជំនុំនេះចូលទៅក្នុងស្រុកដែលអញឲ្យដល់គេពុំបានឡើយទឹកនោះជាទឹកមេរីបាពីព្រោះពួកកូនចៅអ៊ីស្រាអែលបានរករឿងនឹងព្រះយេហូវ៉ាហើយទ្រង់បានសម្ដែងសេចក្តីបរិសុទ្ធរបស់ទ្រង់ដោយសារទឹកនោះឯងម៉ូសេក៏ចាត់សារពីកាដេសទៅឯស្ដេចស្រុកអេដុំទូលថាអ៊ីស្រាអែលជាប្អូនទ្រង់មានវិចារដូច្នេះថាទ្រង់ជ្រាបចំពោះការនឿយហត់ដែលកើតមកដល់យើងខ្ញុំរាល់គ្នាហើយគឺតែពួកអាយកោយើងខ្ញុំបានចោះទៅនៅស្រុកអេស៊ីបហើយយើងខ្ញុំក៏បាននៅស្រុកនោះជាយូរឆ្នាំដែរហើយពួកសាសអេស៊ីបគេបានធ្វើបាបដល់យើងខ្ញុំនិងពួកអាយកោយើងខ្ញុំផងតែកាលយើងខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ានោះទ្រង់ក៏ឮសំឡេងយើងខ្ញុំហើយទ្រង់ចាត់ទេវតាមួយមកនាំយើងខ្ញុំចេញពីស្រុកអេស៊ីបមកឥឡូវនេះមើលយើងខ្ញុំនៅត្រង់កាដេសជាទីក្រុងនៅចុងព្រំស្រុករបស់ទ្រង់ដូច្នេះសូមអនុញ្ញាតឲ្យយើងខ្ញុំដើរកាត់ស្រុករបស់ទ្រង់ផងយើងខ្ញុំនឹងមិនដើរកាត់ស្រែឬចម្ការទេក៏មិនផឹកទឹកអណ្ដូងដែរគឺយើងខ្ញុំនឹងដើរតាមតែផ្លូវថ្នល់របស់ស្ដេចវិញឥតមានបាយទៅខាងស្ដាំឬខាងឆ្វេងឡើយទាល់តែបានឆ្លងពីព្រំដែនទ្រង់ទៅតែស្ដេចស្រុកអេដុំមានបន្ទូលតបថាមិនត្រូវឲ្យឯងដើរកាត់ស្រុករបស់យើងឡើយបើធ្វើដូច្នោះនោះយើងនឹងយកដៃចេញមកច្បាំងនឹងឯងហើយពួកកូនចៅអ៊ីស្រាអែលគេអង្វរថាយើងខ្ញុំរាល់គ្នានឹងគ្រាន់តែដើរតាមថ្នល់ធំទេបើសិនជាយើងខ្ញុំឬហ្វូងសត្វយើងខ្ញុំផឹកទឹករបស់ទ្រង់នោះយើងខ្ញុំនឹងចេញថ្លៃសងថ្វាយទ្រង់សូមតែឲ្យយើងខ្ញុំបានដើរកាត់ស្រុកទ្រង់ប៉ុណ្ណោះចុះតែស្ដេចនោះមានបន្ទូលថាមិនត្រូវឲ្យឯងទៅទេហើយស្ដេចអេដុំក៏ចេញមកទាស់នឹងគេព្រមទាំងនាំយកមនុស្សជាច្រើនមកមានអំណាចជាខ្លាំងដូច្នេះស្ដេចអេដុំមិនព្រមបើកឲ្យពួកអ៊ីស្រាអែលដើរកាត់ស្រុកទ្រង់ទេបើជាពួកអ៊ីស្រាអែលគេបែរចេញពីទ្រង់ទៅពួកកូនចៅអ៊ីស្រាអែលគឺជាពួកជំនុំទាំងមូលក៏ធ្វើដំណើរចេញពីស្រុកកាដេសមកដល់ភ្នំហូរនោះព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេហើយនឹងអេរ៉ុននៅភ្នំហូរនោះត្រង់ព្រំដែនស្រុកអេដុំថាអេរ៉ុននឹងត្រូវបានប្រមូលទៅជាមូលនឹងពួកអាយកោហើយត្បិតមិនត្រូវចូលទៅក្នុងស្រុកដែលអញបានឲ្យដល់ពួកកូនចៅអ៊ីស្រាអែលទេពីព្រោះឯងទាំងពីរនាក់បានចចេះនៅមកគប់អញនៅត្រង់ទឹកមេរីបាដូច្នេះឲ្យយកអេរ៉ុននិងអេលីសាជាកូនលោកនាំឡើងទៅលើភ្នំហោទៅរួចដោះសម្លៀកបំពាក់ពីអេរ៉ុនយកទៅបំពាក់ឲ្យអេលីសាជាកូនវិញនោះអេរ៉ុននឹងត្រូវបានប្រមូលទៅមូលនឹងពួកអាយកោគឺត្រូវស្លាប់នៅទីនោះម៉ូសេក៏ធ្វើដូចជាព្រះយេហូវ៉ាបានបង្គាប់មកគេនាំគ្នាឡើងទៅលើភ្នំហោនៅចំពោះភ្នែកនៃពួកជំនុំទាំងអស់គ្នានោះម៉ូសេក៏ដោះសម្លៀកបំពាក់អេរ៉ុន
យកទៅបំពាក់ឲ្យអេលីសាជាកូនវិញរួចអេរ៉ុនស្លាប់នៅលើកំពូលភ្នំនោះទៅឯម៉ូសេនិងអេលីសាក៏ចុះពីលើភ្នំមកវិញកាលពួកជំនុំទាំងប៉ុន្មានបានឃើញថាអេរ៉ុនស្លាប់ហើយនៅពួកអ៊ីស្រាអែលទាំងអស់គ្នាក៏កាន់ទុក្ខនឹងលោកអស់30ថ្ងៃ